វីដេអូនេះសម្រាប់អ្នកដែលមានបញ្ហាសុខភាពនិងមានបញ្ហារូបរាងសម្រាប់បងប្អូនយើងដែលកំពុងតែមានបញ្ហាសុខភាពនិងកំពុងតែលើសគីឡូខ្ញុំឲ្យគន្លឹះខ្លះៗដើម្បីឲ្យយើងទាំងអស់គ្នាដឹងពីមូលហេតុដើម្បីងាយស្រួលក្នុងការថែទាំហើយនិងស្ដារសុខភាពរបស់យើងឡើងវិញបញ្ហាសុខភាពទី1អាចបណ្ដាលមកពីការខ្វះអាហារូបត្ថម្ភទាក់ទងនឹងការខ្វះអាហារូបត្ថម្ភនេះគឺធ្វើឲ្យយើងមានបញ្ហាសុខភាពខ្លាំងមែនទែនខ្សោយកម្លាំងប្រព័ន្ធការពាររាងកាយចុះខ្សោយអញ្ចឹងវាងាយក្នុងការឆ្លងជំងឺផ្សេងៗហើយបញ្ហាកង្វះអាហារូបត្ថម្ភនេះគឺពិបាកនៅក្នុងការព្យាបាលណាស់មនុស្សភាគច្រើនគាត់ស្វែងរកការព្យាបាលដោយសារថ្នាំពេទ្យបងប្អូនគ្នាទៅពេទ្យក៏ពេទ្យណែនាំបងប្អូនគ្នាខំរកអីញ៉ាំឲ្យច្រើនដែរទាក់ទងនឹងបញ្ហាកង្វះអាហារូបត្ថម្ភនេះនិយាយរួមដែលល្អមែនទែនគឺបងប្អូនគ្នាព្យាយាមញ៉ាំហើយទាក់ទងនឹងការព្យាយាមញ៉ាំហ្នឹងគឺយើងញ៉ាំម្ហូបអាហាររបស់យើងហ្នឹងឲ្យបានច្រើនមុខកុំញ៉ាំដដែលបន្លែផ្លែឈើគ្រប់ពណ៌គ្រប់ប្រភេទត្រីសាច់សុទ្ធនិយាយរួមគឺអាហារប្រចាំថ្ងៃរបស់យើងនឹងឯងប៉ុន្តែគ្រាន់ថាអ្នកខ្លះគាត់ទ្រលាប់ញ៉ាំអីចូលចិត្តញ៉ាំអីគឺគាត់ញ៉ាំតែនឹងឯងដល់អញ្ចឹងហើយវាជាបញ្ហាមួយក្នុងការប្រឈមមុខក្នុងការខ្វះអាហារូបត្ថម្ភដូចថាផ្ទះនឹងចូលចិត្តស្ងោរជ្រក់អញ្ចឹងទៅងាកស្ងោរជ្រក់ងាកស្ងោរជ្រក់ហើយបងប្អូនគ្នាស្ងោរជ្រក់មានបន្លែអីច្រើនអត់មានទេយ៉ាងច្រើនហ្នឹងបានដាក់ផ្សិតដាក់អីតិចតួចអញ្ចឹងណាហើយបើនិយាយពីរឿងស្ងោរជ្រក់វិញអ្នកខ្លះគាត់ចូលចិត្តស្ងោរជ្រក់ត្រីញ៉ាំតែស្ងោរជ្រក់ត្រីហ្នឹងទៅអញ្ចឹងទៅញ៉ាំតែត្រីហ្នឹងទៅហើយសាច់មាន់ឬក៏សាច់គោអីអត់សូវបានញ៉ាំទេអញ្ចឹងវីតាមីនដែលរាងកាយយើងត្រូវការហ្នឹងគឺអត់គ្រប់គ្រាន់ទេអញ្ចឹងវីតាមីនដែលរាងកាយយើងត្រូវការហ្នឹងគឺវាមាននៅលើម្ហូបអាហារគ្រប់មុខគ្រប់ពណ៌គ្រប់ប្រភេទហ្នឹងឯងជាពិសេសសម្រាប់ពពុះអាហារដែលមានសម្បូរទៅដោយប្រូតេអ៊ីនហើយនិងបន្លែពណ៌បៃតងព្យាយាមញ៉ាំឲ្យបានច្រើនរាងកាយរបស់យើងតើកាលណាមានវីតាមីនមានប្រូតេអ៊ីនអីគ្រប់គ្រាន់ទៅគឺមានសុខភាពល្អហើយអានឹងទី2អ្នកដែលមានបញ្ហាសុខភាពភាគច្រើនគឺបណ្ដាលមកពីបញ្ហាលើសគីឡូរបស់គាត់លើសគីឡូក៏មានបញ្ហាខ្វះគីឡូក៏មានបញ្ហាដែរអញ្ចឹងបងប្អូនគ្នាព្យាយាមគ្រប់គ្រងគីឡូឲ្យបានល្អទៅអានឹងវាជួយដល់សុខភាពរបស់យើងឲ្យបានល្អដែររូបរាងរបស់យើងគឺបញ្ជាក់ពីសុខភាពរបស់យើងអញ្ចឹងបើយើងលើសគីឡូគឺអាសាឈឺប្រឈមមុខនឹងជំងឺច្រើនដូចលើសឈាមទឹកនោមផ្អែមឡើងជាតិអាស៊ីតឈឺសន្លាក់ជំងឺបេះដូងទឹកនោមប្រៃជំងឺផ្លូវដង្ហើមអញ្ចឹងវាមានបញ្ហាសុខភាពច្រើនណាស់ទាក់ទងនឹងការលើសគីឡូហ្នឹងហើយទាក់ទងនឹងបញ្ហាសុខភាពដែលកើតឡើងដោយសារចំណុចទី2នេះគឺងាយដែរបងប្អូនគ្នាគ្រាន់តែផ្លាស់ប្ដូររូបរាងទៅដកគីឡូលើសចេញទៅមូលហេតុទី1មូលហេតុទី2ដែលយើងមានបញ្ហាសុខភាពហ្នឹងគឺសិតតែទាក់ទងនឹងការញ៉ាំហ្នឹងហើយអញ្ចឹងបើយើងញ៉ាំល្អរូបរាងរបស់យើងក៏ល្អសុខភាពរបស់យើងក៏ល្អដែរតែបើយើងញ៉ាំអត់បានត្រឹមត្រូវទេយើងញ៉ាំតែអាហារដែលមិនសូវជាមានប្រយោជន៍សម្រាប់សុខភាពរាងកាយរបស់យើងទេអាហ្នឹងយើងលើសគីឡូលឿនហើយបញ្ហាសុខភាពរបស់យើងក៏មានលឿនដែរទាក់ទងនឹងអាហារដែលយើងមិនគួរញ៉ាំឬមួយអាហារដែលវាអត់សូវមានប្រយោជន៍សម្រាប់សុខភាពរបស់យើងឧទាហរណ៍ដូចជាប្រភេទពពួក fast food ហើយពពួក fast food ហ្នឹងដូចជា burger ផ្លូវមាន់ពងដលងពងរបៀបថាអាហារបែបលឿនហើយពពួកអាហារដែលមានរសជាតិដិតខ្លាំងក៏បងប្អូនគ្នាត្រូវតែជៀសវាងដែរអាហាររសជាតិដិតដូចជាបុកល្ហុងបង្អែមពពួកអាហារទាំងនេះហើយនឹងគ្រឿងទាំងអស់ហ្នឹងវាបានតែបំពេញអារម្មណ៍របស់យើងតែប៉ុណ្ណោះតែបើនិយាយពីសារធាតុចិញ្ចឹមវិញគឺអត់សូវមានសម្រាប់សុខភាពរបស់យើងទេហើយនៅពីក្រុមទៀតដែលបងប្អូនគ្នាគួរជៀសវាងគឺពពួកភេសជ្ជៈផ្អែមហើយនឹងពពួកគ្រឿងសង្វឹងអញ្ចឹងដើម្បីបានសុខភាពល្អគឺយើងត្រូវថែទាំការញ៉ាំរបស់យើងហើយកាលណាយើងញ៉ាំបានត្រឹមត្រូវយើងថែទាំបានល្អរបបអាហារមានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់យើងនឹងបានទាំងសុខភាពល្អហើយនឹងរូបរាងល្អដែរបើសម្រាប់ខ្ញុំរាល់ថ្ងៃហ្នឹងក៏ខ្ញុំពិបាកក្នុងការថែទាំដោយសារខ្ញុំរវល់ដល់ពេលអញ្ចឹងទៅខ្ញុំជ្រើសរើសវិធីដើម្បីជួយគឺខ្ញុំមានអាហារសុខភាពនេះញ៉ាំអញ្ចឹងអាហារសុខភាពនេះមានសារធាតុចិញ្ចឹមគ្រប់គ្រាន់និយាយទៅប្រូតេអ៊ីនវីតាមីនសារជាតិរ៉ែ21មុខគឺនៅក្នុងមួយកាផ្លេហើយអាហារមួយកែវហ្នឹងដែលខ្ញុំញ៉ាំហ្នឹងគឺជំនួសបាយមួយពេលអញ្ចឹងបងប្អូនគ្នាឃើញវាចំណេញអញ្ចឹងវាចំណេញពេលវេលារបស់យើងព្រឹកឡើងគ្រាន់តែក្លុកញ៉ាំទៅជំនួសបាយមួយពេលចែកបាន4ម៉ោងកន្លះទៅ5ម៉ោងអញ្ចឹងវាល្មមដល់ម៉ោងបាយថ្ងៃត្រង់របស់យើងហ្នឹងហើយបាយថ្ងៃត្រង់របស់យើងធម្មតាអញ្ចឹងណាឃ្លានអីញ៉ាំហ្នឹងដូចថាខ្ញុំអត់សូវជាពិបាកចិត្តតាក់ទងនឹងរបបអាហារទេហើយក្រៅពីមានរបបអាហារគ្រប់គ្រាន់ហ្នឹងគឺខ្ញុំមានលំហាត់ប្រាណខ្លះទៅតាមពេលវេលារបស់ខ្ញុំ20នាទី30នាទីអញ្ចឹងទៅហើយខ្ញុំព្យាយាមគេងឲ្យបានគ្រប់គ្រាន់គេងគ្រប់គ្រាន់គឺ8ទៅ9ម៉ោងមួយយប់គេងឲ្យបានស្កប់ញ៉ាំទឹកបានគ្រប់គ្រាន់ការញ៉ាំទឹកហ្នឹងគឺញ៉ាំទៅតាមគីឡូរបស់យើងទៀតអញ្ចឹងមានតែប៉ុណ្្នឹងឯការថែទាំរូបរាងសុខភាពបងប្អូនគ្នាសូមជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីទៀតទាក់ទងនឹងការថែទាំសុខភាពនិងរូបរាងអរគុណបងប្អូនគ្នា